តោះសួស្តីបងប្អូនអរគុណបាទតោះឥឡូវយើងមើលផ្លូវធ្វើដំណើរចេញពីទួលស្លែងទៅស្រុកភូមិខ្ញុំបាទគឺនៅភូមិឃ្លាំងដល់នេះយើងបត់ឆ្វេងបាទគឺបត់ឆ្វេងជីម៉ូតូបត់ឆ្វេងទៅឡើងលើស្ពាននេះបងប្អូនជិះទៅត្រង់រហូតមកដល់នេះគឺមានស្ពានមួយឆ្លងមាត់ព្រែកបាទហាព្រែកព្រែកឥឡូវនេះឡើងលើស្ពានឆ្លងស្ពានបងប្អូននេះយើងជិះម៉ូតូឆ្លងស្ពានដើម្បីជិះទៅចូលក្នុងភូមិត្រយលិចគេហៅថាពីម៉ូតូត្រយលិចភូមិឃ្លាំងលិចអញ្ចឹងណាឥឡូវនេះគឺយើងកំពុងតែជិះចេញពីទួលស្លែងទៅត្រឡប់បាយទៅហើយត្រឡប់បាយម្ដុំនេះយើងជិះកំពុងធ្វើដំណើរទៅតាមដងផ្លូវនេះបងប្អូនតាមដងផ្លូវស្រុកភូមិខ្ញុំគ្មានអីទេបងប្អូនហើយគឺមានបែបនេះឯងគឺផ្លូវលំតូចចូលទៅក្នុងស្រុកភូមិដល់ពើខេត្តបិណ្ឌភ្ជុំនេះគឺទឹកឡើងឥឡូវនេះឡើងលើស្ពានមួយទៀតបងប្អូនឡើងលើស្ពានតពីឡើងលើស្ពានយើងជិះតទៀតបាត់ទៅដល់តាមផ្លូវបងប្អូនឥឡូវនេះគឺយើងកំពុងតែធ្វើដំណើរជិះទៅតាមផ្លូវមានម៉ូតូមិនសូវមានទេបងប្អូនមួយតាមភូមិចូលផ្លូវឆ្ងាត់ហើយផ្លូវនេះទៅឆ្ងាត់ដែរដល់ពើខែនេះវាខែ9ខែ10អីទឹកលិចអស់អញ្ចឹងទៅវាយើងជិះទូកម្ដងឥឡូវនេះយើងមីយូមីយូបងប្អូនតាមដងផ្លូវតាមជនបទស្រែនេះបងប្អូនគឺជិះតាមដងផ្លូវអញ្ចឹងឯងគឺនៅតាមស្រុកស្រែគឺប៉ុណ្្នឹងឯងស្រុកបឹងស្រុកកំណើតខ្ញុំបត់ឆ្វេងមកបងប្អូនឡើយនេះហាបត់ឆ្វេងតែវាបត់ឆ្វេងឃើញអាសេកំពុងតែជិះកង់តាណាវាទេតពីបើផ្សេងបត់ស្ដាំបន្តទៀតហើយបើកទៅត្រង់ទៅទៀតទៅបើកត្រង់មកនេះមកឆាបពីឆាបទៅចូលជិះកិច្ចតន់អីអំបិលបាត់ឥឡូវយើងជិះទៅទៀតនិយាយទៅតាមផ្លូវនេះគឺផ្លូវចង្អៀតដែលយើងអត់ប្រយ័ត្នទេយើងខ្ពកផ្លូវនេះបើយើងជិះលឿនហើយយើងអត់មានមើលឆ្វេងមកស្ដាំទេបើកលឿនពេកទាំងខ្ពកហើយឥឡូវនេះយើងជិះមកទៀតឥឡូវនេះជួបលំអកមួយយើងគិតលំអកសិនបន្តមកទៀតគឺយើងឡើងលើស្ពានបាក់ស្នរបងប្អូនដល់ស្ពានបាក់ស្នរយើងហ្នឹងនេះគេហៅស្ពានបាក់ស្នរយើងបងប្អូនដៃស្ពានដៃពីមុនស្ពានឈើឥឡូវលើធ្វើស្ពានដៃឆ្លងស្រួលបងប្អូនបន្តមកជិះទៀតហួសមកទៅតាមដងផ្លូវមកដល់ផ្ទះបងប្អូនអើយជិះហើយជាពីទួលស្លែងមកហើយជា10នាទីដែរវ៉ៃ10នាទីចុះហើយតាមដងផ្លូវនៅនេះគឺមានផ្ទះថ្មផ្ទះទៀមទៅឥឡូវយើងមកដល់នេះអាយ៉ាវ៉ាជាមួយនឹងមនុស្សនេះកំពុងតែឆាបសួរគាត់ឆាប់កំពុងតែសួរគាត់ឥឡូវចូលសួរគាត់ផ្លេសិនគាត់កំពុងតែធ្វើការបៀកស៊ីម៉ងបៀកអីនេះកំពុងតែមើលគាត់ឥឡូវនេះយើងកំពុងតែសាកសួរគាត់កាប់គឺគាត់ធ្វើនិស្សិតកំពុងធ្វើការងារបងប្អូនហើយយើងសួរចាស់សួរឡើងទៅមានណាតមកទៀតយើងទៅទៀតដល់ធ្វើដំណើរទៀតចេញពីនឹងទៅទៀតគឺយើងជិះម៉ូតូទៅឆ្ពោះទៅកន្លែងផ្ទះយើងបងប្អូនជិះទៅតាមដងផ្លូវបាត់មើលផ្លូវមើលទៅគួរថានិយាយទៅផ្លូវលំ2ម៉ែត្រចុះបើ2ម៉ែត្រ4ជ្រុង2ម៉ែត្រស្ទឹង2ម៉ែត្រកន្លះ3ម៉ែត្រចុះកិច្ចឡានមួយបានមួយកិច្ចឡាននេះមកកើតហើយនេះជាងជិះចូលរោងការហើយនេះជិះឆ្ពោះមកទៀតហើយយើងជិះដល់តាមផ្លូវហើយគឺជិះតាមផ្លូវរហូតបងប្អូនមើលមានបត់ឆ្វេងបត់ស្ដាំតាមផ្លូវហ្នឹងមានប្រៃស័យមានដើមរាំងដើម្បីតាមផ្លូវពីហ្នឹងស្រុកខ្ញុំគឺចឹងឯងបងប្អូនហើយគឺមានអីមានអាស័យអាបៃមានអាស័យប្រៃស័យសុកហ្នឹងឥឡូវនេះយើងជិះដល់ចិត្តដល់ផ្ទះហើយបងប្អូនជិះមកចិត្តដល់ផ្ទះហើយសឹកមកដល់ផ្ទះហើយមានឡានមួយទៀតយើងគិតឡានសិនគិតឡានមិនចុះហើយយើងបានយើងញោឆ្វេងបត់ស្ដាំបត់ឆ្វេងមកចូលដល់ផ្ទះបាទឥឡូវនេះគឺយើងមកដល់ផ្ទះហើយគឺវីដេអូមានតែប៉ុណ្្នេះឯងបងប្អូនហើយផ្ទះធ្វើដំណើរដល់ផ្ទះហើយបងប្អូន